เวียดนามคล้ายជាប្រទេសទី1ក្នុងអាស៊ានដែលប្រកាសចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពឬ Board of Peace ដែលលោកត្រាំទើបបង្កើតឡើងពិតជាឆ្លាតហើយរហ័សវៀតណាមបានคล้ายជាប្រទេសទី1ក្នុងតំបន់អាស៊ានដែលបានប្រកាសចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពឬ Board of Peace ដែលលោកត្រាំទើបនឹងបង្កើតឡើងក្នុងបំណងដោះស្រាយជម្លោះដែលកើតមាននៅជុំវិញពិភពលោកហើយវៀតណាមស្ថិតក្នុងប្រទេសចំនួន6ដំបូងគេរួមមានប្រទេសកាហ្សាស្ថានប្រទេសហុងគ្រីប្រទេសអាហ្សង់ទីនប្រទេសម៉ារ៉ុកនិងប្រទេសបេឡារុសដែលបានបញ្ជាក់ថានឹងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពឬ Board of Peace នេះបើយោងតាមការចុះផ្សាយរបស់កាសែតខៅសុតយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថាលោក Donald Trump បានស្នើជាលើកដំបូងសូមបង្កើតក្រុមប្រឹក្សាសន្តិភាពឬ Board of Peace នៅពេលដែលលោកបានប្រកាសការពីអំឡុងខែកញ្ញាឆ្នាំ2025អំពីផែនការរបស់លោកក្នុងការបញ្ចប់សង្គ្រាមនៅតំបន់កាហ្សាទោះជាយ៉ាងណាលោក Donald Trump ទើបតែបញ្ជូនលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំទូទាំងពិភពលោកកាលពីសប្តាហ៍មុនប៉ុណ្ណោះចំណែកឯប្រទេសនិងស្ថាប័នផ្សេងៗទៀតរួមទាំងប្រទេសថៃប្រទេសស្លូវេនីនិងគណៈកម្មការអឺរ៉ុបជាដើមនិយាយថាពួកគេកំពុងពិនិត្យមើលសំណើនេះសិនហើយចង់បានព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដំណើរការក្រុមប្រឹក្សាសន្តិភាពឬ Board of Peace នេះខណៈដែលមជ្ឈដ្ឋានខ្លះៗមានការព្រួយបារម្ភថាក្រុមប្រឹក្សាសន្តិភាពឬ Board of Peace អាចនឹងជំនួសឬប្រកួតប្រជែងជាមួយអង្គការសហប្រជាជាតិ UN ព្រោះសូម្បីតែឈ្មោះក៏ស្រដៀងគ្នាដែរគឺស្រដៀងនឹងក្រុមប្រឹក្សាសន្តិសុខឬ Security Council នៃអង្គការសហប្រជាជាតិតែទិនបញ្ហានេះលោក Farhan Haq អ្នកនាំពាក្យអង្គការសហប្រជាជាតិ UN បាននិយាយថាអង្គការសហប្រជាជាតិ UN ជាស្ថាប័នកម្ពុជារបស់ពិភពលោកដែលមានរដ្ឋជាសមាជិក193ប្រទេសនេះតែងតែរួមរស់ដោយភាពសុខដុមជាមួយស្ថាប័នលំដាប់ថ្នាក់ពិភពលោកផ្សេងៗគ្នាហើយនឹងរងចាំមើលថាតើខ្លួននឹងអាចមានទំនាក់ទំនងបែបណាជាមួយក្រុមប្រឹក្សាសន្តិភាពឬ Board of Peace ដែលព្រួយផ្ដើមបង្កើតឡើងដោយលោក Donald Trump នេះបើយោងតាមការចុះផ្សាយរបស់ The Week ទន្ទឹមនេះមហាយៈចិនប្រទេសរុស្ស៊ីនិងប្រទេសអ៊ីស្រាអែលបញ្ជាក់ថាខ្លួនក៏បានទទួលលិខិតអញ្ជើញនេះដែរប៉ុន្តែមិនបានបញ្ជាក់ថាពួកគេនឹងចូលរួមឬអត់នោះទេនៅប្រទេសអ៊ីស្រាអែលសម្ដៅនេះបានបង្កឲ្យមានការប្រឆាំងជំទាស់ដោយមន្ត្រីមួយចំនួននិយាយថាវាអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសអ៊ីស្រាអែលប្រទេសជាច្រើនទៀតរួមទាំងប្រទេសទូគីនិងប្រទេសបារាំងក៏បានអញ្ជើញផងដែរបារាំងបាននិយាយថាបច្ចុប្បន្នខ្លួនមិនទាន់មានគម្រោងចូលរួមទេដោយលើកឡើងពីការព្រួយបារម្ភអំពីការគោរពគោលការណ៍របស់អង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិភាពឬ Board of Peaceដែលលោកត្រាំទើបនឹងបង្កើតឡើងនិងដើរតួនាទីក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពនានាពេលអនាគតរួមទាំងផែនការទាក់ទងនឹងតំបន់កាហ្សាទឹកដីរបស់ប៉ាឡេស្ទីនផងដែរប៉ុន្តែអំណាចរចនាសម្ព័ន្ធនិងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់ស្ថាប័ននេះនៅតែមិនច្បាស់លាស់នៅឡើយទេតាមការរំពឹងទុកសហរដ្ឋអាមេរិកនឹងប្រកាសបញ្ជីឈ្មោះសមាជិកចុងក្រោយនៅប្រមាណថ្ងៃខាងមុខនេះដែលប្រហែលជាធ្វើឡើងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំពេល5ថ្ងៃនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសដែលចាប់ផ្ដើមថ្ងៃទី19ខែមករាដល់ថ្ងៃទី23មករាឆ្នាំ2026តើការចូលជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព Board of Peace Free មិនអស់លុយឬក៏ត្រូវបង់លុយសូមបញ្ជាក់ថាការចូលជាសមាជិកធម្មតានៃក្រុមប្រឹក្សាសន្តិភាពឬ Board of Peace គឺមិនអស់ប្រាក់នោះទេប៉ុន្តែសម្រាប់ប្រទេសដែលចូលជាសមាជិកអចិន្ត្រៃយ៍គឺរដ្ឋបាលរបស់លោក Donald Trump ទាមទារឲ្យបង់វិភាគទានយ៉ាងតិច$1000 លាននេះបើយោងតាមការចុះផ្សាយរបស់ Business Standard ធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពឬ Board of Peace ចែងថាលោក Donald Trump នឹងធ្វើជាប្រធានដំបូងគេហើយនឹងមានអំណាចក្នុងការសម្រេចថាតើអ្នកណាគួរត្រូវបានអញ្ជើញឲ្យចូលរួមជាសមាជិកការសម្រេចចិត្តនានានឹងត្រូវធ្វើឡើងដោយសម្លេងភាគច្រើនដោយរដ្ឋសមាជិកនីមួយៗមានសិទ្ធិបោះឆ្នោតមួយសម្លេងទោះជាយ៉ាងណាក៏ដោយរាល់ការសម្រេចចិត្តទាំងអស់នឹងត្រូវស្ថិតក្រោមការយល់ព្រមរបស់ប្រធានយោងតាមសេចក្តីព្រាងនៃធម្មនុញ្ញនេះបានបញ្ជាក់ថារដ្ឋសមាជិកនីមួយៗនឹងមានអាណត្តិមួយមិនលើសពី3ឆ្នាំនោះឡើយគិតចាប់តាំងពីមានការចូលជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពមានប្រសិទ្ធភាពហើយបន្តអាណត្តិនឹងអាស្រ័យលើប្រធានប៉ុន្តែអាណត្តិ3ឆ្នាំនេះនឹងមិនអនុញ្ញាតចំពោះរដ្ឋសមាជិកទាំងអស់ដែលបានបរិច្ចាគប្រាក់$1000 លានដល់ក្រុមប្រឹក្សាសន្តិភាពក្នុងឆ្នាំដំបូងនោះឡើយនិយមន័យនៃពាក្យថាក្រុមប្រឹក្សាដែលមានចែងក្នុងធម្មនុញ្ញនេះត្រូវបានកំណត់ថា
ជាអង្គការអន្តរជាតិមួយដែលស្វាស្វែងលើកកម្ពស់សន្តិភាពស្ដារអភិបាលកិច្ចដែលគួរឲ្យទុកចិត្តនិងស្របច្បាប់និងធានាសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឬត្រូវបានគំរាមកំហែងដោយចំនួនក្រុមប្រឹក្សានេះនឹងក្លាយជាអង្គការផ្លូវការនៅពេលដែលរដ្ឋជាសមាជិក3ប្រទេសយល់ព្រមចូលរួមក្នុងធម្មនុញ្ញនេះយោងតាមប្រភពច្បាស់កាយដឹងថាប្រទេសអឺរ៉ុបជាច្រើនធ្លាប់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពទោះជាយ៉ាងណាក៏ដោយសេចក្តីព្រាងសំណើបានបង្ហាញថាលោកដូណាល់ត្រាំខ្លួនឯងនឹងគ្រប់គ្រងថវិកាជាអ្វីដែលប្រទេសភាគច្រើនដែលចង់ចូលរួមក្នុងក្រុមប្រឹក្សានេះមិនអាចទទួលយកបានប្រភពព័ត៌មានឲ្យដឹងថាប្រទេសជាច្រើនទៀតបានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះសេចក្តីព្រាងធម្មនុញ្ញរបស់លោកដូណាល់ត្រាំហើយកំពុងស្វែងរកវិធីរួមគ្នាដើម្បីបដិសេធសំណើនេះក្រុមប្រឹក្សាសន្តិភាពនឹងក៏ប្រជុំដើម្បីបោះឆ្នោតយ៉ាងតិចម្ដងក្នុងមួយឆ្នាំប៉ុន្តែការប្រជុំបន្ថែមនិងការជ្រើសរើសទីកន្លែងអាស្រ័យទៅលើប្រធានពិចារណាថាសមស្របរបៀបវារៈនៃកិច្ចប្រជុំនឹងត្រូវឆ្លងកាត់ការយល់ព្រមពីប្រធានទន្ទឹមនឹងនេះក្រុមប្រឹក្សាសន្តិភាពនឹងរៀបចំកិច្ចប្រជុំដែលមិនមែនជាការបោះឆ្នោតជាប្រចាំជាមួយគណៈកម្មការប្រតិបត្តិការក្រុមប្រឹក្សាដែលកិច្ចប្រជុំទាំងនេះនឹងត្រូវបានរៀបចំយ៉ាងតិចមួយត្រីមាសម្ដងក្រៅពីនេះលោកដូណាល់ត្រាំនឹងមានអំណាចក្នុងការដកសមាជិកចេញក្រោមអំណាចវេតូនៃសម្លេងភាគ2ភាគ3ហើយប្រធាននឹងមានអំណាចបន្តស្វែងរកអ្នកស្នងតំណែងជាប្រធានគួររំលឹកថាលោកដូណាល់ត្រាំធ្លាប់បានរិះគន់អង្គការសហប្រជាជាតិថាអសមត្ថភាពហើយសហរដ្ឋអាមេរិកចំណាយលុយច្រើនណាស់លើអង្គការពិភពលោកមួយនេះឆ្លុះបញ្ចាំងពីទស្សនៈរបស់លោកដូណាល់ត្រាំដែលមានទំនោរទៅរកឯកតោភាគីនិយមនិងជាតិនិយមស្របតាមគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកជាអាទិភាពចម្បងទី1ឬ America First ខ្ញុំតារាពី RT News TV